បញ្ហាបន្ទប់តូចចង្អៀតតែចង់ដាក់ក្រែគេមែនទេអស់បារម្ភទៀតហើយជាមួយនឹងក្រែដែក2ជាន់មានគុណភាពល្អសាច់ដែកក្រាស់និងរនាបញឹកឈប់ក្រែមួយនេះក៏អាចថតទម្ងន់បានច្រើនផងដែរហើយក៏មានមកជាមួយនឹងកម្រួលជើងជ័រដែលអស់បញ្ហាជាមួយនឹងកកិតឥតក្រូទៀតហើយវិធីដំឡើងក្រែដែកងាយសូម្បីតែស្រីដូចខ្ញុំក៏តម្លើងបានដែរឥឡូវនេះយើងមានក្បាលខែនេះគឺជារនាបក្តារជាន់ទី1យើងគ្រាន់តែសោកចូលក្នុងងាំជាការស្រេចនេះគឺជារនាបក្តារជាន់ទី2ដែលយើងគ្រាន់តែសោកចូលងាំដូចជាន់ទី1ដែរនេះគឺជាជើងក្រែម្ខាងទៀតដែលយើងគ្រាន់តែធ្វើការយកជាមួយនឹងរនាបក្រែសោកចូលងាំរួចជាការស្រេចតែម្ដងផងកេងទាំងចឹងមែនអត់តាន់អីនៅមានទៀតសម្រាប់បងដែលគាត់ឈឺចង្កេះឈឺឆ្អឹងខ្នងបងអាចយកជាមួយនឹងឈុតពុកនេះបាននៅក្នុងឈុតនឹងផងដែរក៏មានមកជាមួយនឹងពុកចំនួន2សន្លឹកជាមួយនឹងខ្នាតកោយខ្យល់2និងកម្រាស់ពុក2ឈុតផងដែរហើយនៅក្នុងកម្រាស់ពុកហ្នឹងគឺមានភួយសលៃ1ជាមួយនឹងកម្រាស់ពុក1ហើយស្រោមខ្នាតកោយ1លើពីនេះទៅទៀតសម្រាប់បងប្អូនដែលចាប់អារម្មណ៍យកទៅលក់បន្តខាងយើងក៏មានលក់បោះដុំផងដែរតោះទៅមើលទាំងអស់គ្នាថែនឥឡូវនេះយើងបានមកដល់ឃ្លាំងរបស់យើងហើយហើយឥឡូវនេះគឺយើងចូលទៅមើលទាំងអស់គ្នាហើយយើងក៏មិនមានតែធំខែ2ជាន់ខែដែរ2ជាន់យើងក៏មានជាប្រភេទស្នូលខោអាវក៏មានជាប្រភេទពុកទូសម្អាងហើយក៏មានជាប្រភេទទូឈ័រផងដែរសម្រាប់បងដែលត្រូវការជាមួយនឹងគ្រឿងសង្ហារឹមបោះដុំលក់រាយបងអាចមកមើលនៅរថសេនាគ្រឿងសង្ហារឹមបានដែលទីតាំងស្ថិតនៅជិតកោស្ពានអាកាសស្ទឹងមានជ័យ